មានញាតញោមហើយខ្ញុំកណាត់មកក៏បានលើសំណួរនឹងច្រើនលើកដែរក៏សួរថាតើប្រសង់នឹងនិយាយជីតនាមិនបានលោកគ្រូមកប្រពោះដីមកបិណ្ឌបាតអញ្ចឹងខ្ញុំកណាត់គិតថាប្រហែលជាគាត់ធ្លាប់ឃើញប្រសង់ឬក៏ទីអារាមផ្សេងដែលព្រះអង្គចៅអធិការនឹងគិតថាការងារនឹងប្រើទៅលោកនេនឬបរិស័ទទៅខ្លួនឯងមិនបាច់ធ្វើក៏បានគិតជាងខុសហើយព្រោះថាការងាររស់នៅក្នុងអនាម័យបរិស្ថាននេះមិនគិតថាប្រជាចៅអធិការឬពិភពសាមណេរទេគឺថាយើងត្រូវការសុខភាពល្អដូចគ្នាដូច្នេះបើប្រកាន់អញ្ចឹងទីអារាមណាដែលប្រកាន់អញ្ចឹងចៅអធិការមិនធ្វើអីចាំតែប្រាប់កូនចៅអីចឹងគឺថាបញ្ជាកូនចៅចឹងគឺថាការងារប្រព្រឹត្តទៅការដឹកនាំនៅក្នុងទីអារាមនឹងមិនសូវល្អប្រហែលនេះព្រោះយើងដឹងហើយថាការងារបិណ្ឌបាតក្តីការងារបបោះក្តីក្តីវាជាកិច្ចជីវត្តរបស់អ្នកបួសត្រូវធ្វើកិច្ចការងារនឹងវាបានផ្ដល់ផលប្រយោជន៍ច្រើនទីមួយឲ្យលោកនឹងដូចថាមានសុខភាពល្អតាមរយៈការបញ្ចេញជាតិពុលអញ្ចឹងទៅនឹងទី2វាផ្ដល់សោភ័ណភាពបរិស្ថានដ៏ល្អរបស់យើងនៅកន្លែងដែលយើងរស់នៅណាហើយទី3វាបានជាគំរូដល់កូនចៅអ្នកនៅក្រោមរបស់យើងថាមេដឹកនាំត្រូវតែធ្វើជាគំរូដ៏ល្អសម្រាប់ការរស់នៅក្នុងសហគមន៍មួយមិនថាតែពុទ្ធសាសនាមិនថាតែអាណាចក្រឬគឺថាមេដឹកនាំត្រូវតែធ្វើជាគំរូគេមិនចឹងញាតិញោមណាដូច្នេះសំណួរនេះគាត់សួរនេះមិនខុសទេតែប្រហែលជាគាត់ឆ្ងល់ព្រោះមានកន្លែងខ្លះអញ្ចឹងមែនអញ្ចឹងហើយនៅទីនេះគឺច្រើនណាញាតិញោមដើមធ្វើរាប់ពាន់ដើមហើយចំណែកឯទីកន្លែងសម្អាតគឺមានរាប់ម៉ឺនម៉ែត្រការ៉េដូច្នេះជាធម្មតាខ្ញុំបកណាតែងតែតើនឬក៏ក្រោកឡើងម៉ោង4ម៉ោង5ចម្រើនជាហើយគឺបបោសដីមុនគេហើយក៏បបោសដីមុនគេដើម្បីជាគំរូដល់បរិស័ទកូនសិស្សកូនចៅអ្នកនៅក្នុងវត្តហ្នឹងក៏តែងតែធ្វើតាមយើងកណាមេធ្វើមិនគឺកូនចៅធ្វើអញ្ចឹងហ្នឹងអានឹងវាជាគំរូមួយដែរហើយញាតិញោមក៏ជួយសម្អាតផ្ទះសម្បែងផងដើម្បីបរិស្ថានសោភ័ណភាពនៃភពផែនដីទីកន្លែងរស់នៅរបស់យើងណាញោមណាសូមអរគុណនិងសូមជួយថែរក្សាបរិស្ថានរបស់យើងទាំងអស់គ្នាផងខំញ៉ាំច្រើនដែរនៅតែអត់ឡើងគីឡូនៅតែស្កើមរីងរៃបាននិយាយពីដាតវិញដាតសហូបអីគ្មានដឹងរសជាតិអីទេហើយស្បែកស្ងួតស្បែកស្អាតនិយាយទៅស្បែកអត់ភ្លឺថ្លាសោះសម្រាប់បងស្ត្រីដែលកំពុងតែមានអាការៈស្កើមរីងរៃនេះវិញសំបីតែរដូវក៏គាត់ដើរទៀងដែរបងប្អូនបរិសុទ្ធស្ត្រីដែលកំពុងតែមានអាការៈដូចខ្ញុំរៀបរាប់ខាងលើនេះបងប្អូនអាចសាកថ្នាំដ៏ល្អនេះបានគឺហូបរយៈពេលខ្លីមានប្រសិទ្ធភាពលឿនពិសាបាន5ថ្ងៃគឺមានអារម្មណ៍ថាត្រជាក់សាច់ជាងមុនស្បែកភ្លឺថ្លាសម្រានលក់ស្រួលដើរខ្យល់ហើយមួយវិញទៀតគឺគីឡូឡើងសន្សឹមសមនឹងកម្ពស់សមនឹងរូបរាងពេញសាច់តែម្ដងបងប្អូនមិនមែនឡើងគីឡូហើយយើងស្ទាបសាច់យើទៅសាច់ភក់ភុលអីអត់ទេបងប្អូនទាំងអស់គ្នាគឺសាច់ទាំងឡើងហាប់ឡើងណែនហើយស្បែកទាំងភ្លឺថ្លាមានអារម្មណ៍ថាមានសំណើមជាងមុនឆ្ងាយតែម្ដងបងប្អូនបន្ទាប់ពីបងប្អូនបានប្រសាថ្នាំនេះរួចក្នុងកំឡុងពេលប្រសាថ្នាំចង់ឲ្យថ្នាំមានប្រសិទ្ធភាពលឿនគឺបងប្អូនត្រូវតមរយៈពេលហូបថ្នាំសិនការតមគឺមាននៅលើកញ្ចប់ស្រាច់ក៏ដូចជាមាននៅក្នុងកេសនិងស្រាច់តែម្ដងថ្នាំខ្មែរខាងប្អូនគឺគិតគូរពីអនាម័យខ្ពស់បំផុតបងប្អូនទាំងអស់គ្នាទាំងការហាថ្នាំក៏ដូចជាការវេចខ្ចប់បងប្អូនបានយកថ្នាំទៅគឺអាចកាច់មើលថ្នាំបានគឺថ្នាំហ្នឹងឡើងស្រួយកាច់ទៅលឺទាំងផុសពេលដែលដាំទឹករួចហ្នឹងគឺក្លិនឈ្ងុយដូចតែអញ្ចឹងបងប្អូនទាំងអស់គ្នាអត់មានជាតិចត់ជាតិល្វីងនៅក្នុងហ្នឹងអត់មានជាតិថែរក្សាថ្នាំទុកឲ្យបានយូរអីអត់ទេបងប្អូនទាំងអស់គ្នាគឺថ្នាំនេះល្អខ្លាំងមែនតើបងប្អូនថ្នាំខ្មែរយើងសឹមជាដាច់អត់មានប៉ះពាល់អ្វីផ្សេងទាំងអស់បងប្អូនដែលមានចម្ងល់បន្ថែមចង់ពិគ្រោះជាមួយនឹងអ្នកគ្រូឆាយចម្រើនផ្ទាល់បងប្អូនអាចទំនាក់ទំនងតាមលេខទូរស័ព្ទនៅលើកញ្ចប់នេះស្រេចឬក៏តាក់ទងនៅខាងលេខនៅខាងលើវីដេអូនេះបានទីតាំងខាងប្អូនលក់សុទ្ធគឺស្ថិតនៅខេត្តសៀមរាបហ្វ្រីសេវាដឹកគ្រប់25ខេត្តក្រុងបងប្អូន